តែទីនេះហើយបានជិះចណ្ដាយន្តរាល់ថ្ងៃអញឲ្យប៉ាអញទិញផ្ទះមួយទីនេះដែរទេប៉ាខ្ញុំគ្មានលុយទេបានចឹងឲ្យម៉ាក់ឯងទិញក៏ដូចគ្នាដែរមួយរយៈពេលក្រោយមកខ្ញុំតែងតែតាមអង្វរម៉ាក់ឲ្យទិញផ្ទះដោយរបស់អេចិនមួយអ្នកម៉ាក់របស់ខ្ញុំក៏ទិញមួយពេលដែលមានវិបត្តិហិរញ្ញវត្ថុផ្ទះរបស់អេចិនត្រូវការលុយជាបន្ទាន់ក៏បានលក់ផ្ទះឲ្យពួកយើងនៅក្នុងតម្លៃថោកមិនគួរឲ្យជឿក្រោយមកតម្លៃផ្ទះក៏ឡើងខ្ពស់ចំណេញច្រើនណាស់អ្នកម៉ាក់ក៏បានចាប់ផ្ដើមឱកាសចុងក្រោយពេលដែលវិបត្តិសេដ្ឋកិច្ចបានធ្លាក់ចុះធ្ងន់ធ្ងរគាត់បានក្លាយទៅជាអ្នកមានស្រុកស្ដំដែលមាន 5% ដីធ្លីជាច្រើនកន្លែងនៅជុំវិញប្រទេសកូរ៉េទ្រទ្រង់នៅគ្រួសារដែលលោកប៉ាមិនមានលទ្ធភាពទ្រទ្រង់បានហេតុនេះផ្ទះមួយជុងនៅកោះនីអ៊ីបានក្លាយទៅជារបស់ខ្ញុំតែម្នាក់ឯងគត់អើយកិច្ចសន្យាផុតនៅខែ2តែខែ6ទៅខ្ញុំអាចរើចូលខុនដូថ្មីរបស់ខ្ញុំបានមួយរយៈនេះឲ្យខ្ញុំធ្វើមិនទេគឺដល់ទៅ4ខែនោះតើអាចឲ្យខ្ញុំបន្តកិច្ចសន្យា4ខែទៀតបានដែរទេតែនិយាយយ៉ាងណាក៏គេមិនព្រមសោះបើមិនបន្តរយៈពេលវែងទេគឺរើចេញពីទីនោះភ្លាមហើយពេលនេះខ្ញុំមានតែកេងតាមចាំផ្លូវហើយបន្តទៀតទៅគេឲ្យខ្ញុំបង់200លានទៀត200លានណាទោះជាខ្ញុំខ្ចីធនាគារយកលុយមកឲ្យគេពិតមែនតែពេលដែលខ្ញុំរើផ្ទះតែម្ចាស់ផ្ទះចិត្តអាក្រក់នោះអាចដកលុយសងខ្ញុំតាមសន្យាដែរទេគ្មានផ្ទះបង់ខែទេរយៈពេលខ្លីឲ្យខ្ញុំជួល4ខែបើអញ្ចឹងមែនមិនត្រូវចំណាយថៃរើ2ដងសម័យនេះរើផ្ទះមិនមែនមានតែបលីកានោះទេអ៊ីនធឺណិតឬក៏គឺត្រូវតែរៀបចំឡើងវិញទាំងអស់នៅមានទូរទស្សន៍ទូរស័ព្ទទៀតពេលដែលរើផ្ទះត្រូវបង់ថ្លៃចណ្ដាយន្តឲ្យគេថែមទៀតពេលចេញនិងពេលចូលគឺសុទ្ធតែបង់លុយទាំងអស់ហ្នឹងម្យ៉ាងទៀតគឺនៅបង់ថ្លៃសម្អាតអគារនៅមានសមាគមស្ត្រីច្រើនខែទៀតហើយនៅមានសេវាគ្រប់គ្រងដែលយើងត្រូវបង់ពេលដែលយើងចុះកិច្ចសន្យាជាមួយម្ចាស់ផ្ទះនេះឯងគិតថារើផ្ទះជារឿងងាយស្រួលណាស់ទេហើយរឿងទាំងអស់នេះក្រែងក្រុមហ៊ុនរើផ្ទះជាអ្នកចាត់ចែងហើយអ្នកមានផ្ទះពិតជាមិនដឹងទេស្ញប់ស្ញែងឯងពិតមែនហេតុនេះនាងមានកម្រងអីអើយគ្មានកម្រងស្អីទេពេលនេះមានតែរៀបចំខោអាវរួចហើយដើររកកន្លែងស្នាក់នៅមិនអញ្ចឹងមានតែដេកនៅសន្តាគាររយៈពេលវែងមិនអញ្ចឹងមិនដឹងធ្វើម៉េចទេអើយមិនដឹងទេផឹកស្រាវិញល្អជាងមកដល់ចំណុចនេះខ្ញុំនៅមានស្មារតីទេប៉ុន្តែណែអានេះដាក់ត្រង់នេះអានោះដាក់ត្រង់នោះដាក់ប្រយ័ត្នផងណាបាទចាត្រង់នេះហ៎ដាក់នៅក្នុងបន្ទប់បាយចុះវ៉ាលីអូនោះដាក់កន្លែងនោះទៅឲ្យប្រយ័ត្នផងហើយក្រែដាក់នៅបន្ទប់ខាងនោះទៅបាទខ្ញុំយល់ហើយភ្ញាក់ហើយហ៎មានតែផ្ទះឯងទេដែលស្រួលជាងគេបំផុតរបស់នៅសល់តុកហ្នឹងឯងបាទខ្ញុំបានឈ្មោះឡជីនម៉អនុញ្ញាតឲ្យជូអេចិនគឺជាមិត្តភក្តិនៅផ្ទះខ្ញុំ4ខែដោយឥតគិតថ្លៃឈ្នួលនិងថ្លៃអាហារនាងថាខ្ញុំសរសេរមែនទេនេះជាអក្សរឯងមែនតាស្នាមមេដៃក៏ជារបស់ឯងដែរមើលច្បាស់ទៅអូយមិនក៏មកដល់ពេលនេះហើយឯងនៅតែប្រើលេខសម្ងាត់00ទៀតអញ្ចឹងបដូរជាថ្ងៃកំណើតខ្ញុំហើយណានេះយកដាក់ត្រង់នេះហើយព្រោះតែពាក្យសន្យាដែលខ្ញុំមិនចាំមិនបានសោះយើងបាននៅជាមួយគ្នាបណ្ដោះអាសន្នដូចបានឃើញអញ្ចឹងនាងបានធ្វើរឿងបែបនេះចំពោះខ្ញុំហើយពេលនេះខ្ញុំបានជាផឹកស្រាជាមួយនាងឈួតហើយខ្ញុំថ្ងៃនេះខ្ញុំត្រូវតែផឹកបបែងទៅបានខ្ញុំបើកទ្វារបុកឡានគេថ្លៃទៀតផងលេខសាយទេអីកម្មវិធីខ្ញុំត្រូវលោកប្រធានរំសាយហើយមែនទេលោកប្រធានដូចជាហួសហេតុពេកហើយធ្វើអញ្ចឹងមិនត្រឹមត្រូវទេមិនក៏ធ្វើដាក់លោកអញ្ចឹងទៅកើតមិនត្រឹមត្រូវទេអ្នកផ្សេងមិនដឹងតែខ្ញុំដឹងច្បាស់ឯងដើម្បីកម្មវិធីនេះលះបង់ការងារប្រឹងប្រែងអស់ច្រើនប្រហែលហើយណាស់ចុះពិសេសពេលដែលឯងអញ្ជើញអ្នកគ្រូអ៊ីនីចិនមកបានខ្ញុំយល់ថាឯងបានជោគជ័យពាក់កណ្ដាលហើយ
ខ្ញុំឃើញឯងព្យាយាមដើម្បីការងាររបៀបនេះអូយខ្ញុំយល់ថាឯងមានជំនាញណាស់និយាយខ្ញុំនិយាយប៉ិតមែនខ្ញុំនិយាយទៀតទៅបានទេអេកាលនោះឯងបញ្ចប់បញ្ចូលគាត់យ៉ាងម៉េចទៅគាត់ព្រមមកកាលនោះមានកម្មវិធីផ្សេងអញ្ជើញគាត់ទៅចូលរួមដែរតែលើថាគាត់បានបដិសេធចោលណាអើយកម្មវិធីធ្វើម្ហូបចឹងមានអាណាមើលរាល់ថ្ងៃមើលហើយគឺធុញទ្រាន់ទៅហើយពេលណាគេត្រូវការកំណត់ឆ្នៃប្រឌិតថ្មីលើកនេះបងអ៊ីនស៊ីគឺពិតជាស្មានខុសពីការគិតឆ្ងាយណាស់ប្រកាសជាបរាជ័យមិនខានទេឲ្យតែអ្នកគ្រូមានគេឈ្មោះនៅក្នុងសង្គមយ៉ាងហោចណាស់ក៏មានពាណិជ្ជកម្ម5ដែរដែលត្រូវបន្ថែមទៀតអើយឯងក៏ដឹងដែរថាខ្ញុំនេះមិនមែនជាមនុស្សលុតភាពភ្លឺហាខាងក្រៅទេខ្ញុំពិតជាដឹងហើយអ្នកគ្រូអើយនិយាយទៅអ្នកគ្រូអ៊ីនីចិននិយាយថាម៉េចពេលដែលអញទៅរំសាយពិតជាខឹងខ្លាំងហើយមិននឹងអាចមិនខឹងទៅមិនទាន់ប្រាប់គាត់ទេថាម៉េចរឿងរំសាយចោលមិនទាន់បានប្រាប់គាត់ទេគាត់យ៉ាងម៉េចទៅពេលនេះលោកកំពុងតែធ្វើអ្វីនឹងគឺខ្ញុំគឺបានខ្លាចជា PD របស់កម្មវិធីមួយដោយចៃដន្យត្រូវទទួលខុសត្រូវលើកម្មវិធីក៏យល់ថាត្រូវរៀនសូត្របន្ថែមទៀតពេលនេះខ្ញុំកំពុងស្វែងយល់ពីប្រវត្តិរបស់រឿងកំ pl ែងកូរ៉េនិយាយពីអ្វីដែលលោកមករៀនបន្តិចទៅបាទដំបូងខ្ញុំស្រាវជ្រាវពីមនុស្សល្ងង2នាក់ដែលនៅក្នុងកម្មវិធីមួយនេះវិភាគលើអឹងជីវនិងម៉ាជីវពួកគេខុសគ្នាណាដូចជាលក្ខណៈសម្លេងនៃគេនិយាយចំពោះម៉ាជីវសម្លេងធ្ងន់បន្តិចជម្រាបសួរអស់លោកគាត់ប្រើសម្លេងបែបនេះដើម្បីនិយាយតែអឹងជីវវិញហាមាត់តូចជាងអ្នកដទៃសម្លេងស្ដាប់ទៅដូចជាធ្ងន់បន្តិចប៉ុន្តែខ្ញុំចាប់អារម្មណ៍ថាសម្លេងចេញពីពេលខ្លឹងក៏ដឹងខ្លួនថាមិនអាចទៅរួចតែមិនព្រមឈប់ប្រឹងតតែហត់ពេលនេះឈឺចាប់បានសម្រេចហើយសូមមកមនុស្សខ្ញុំមិនទៅទេបែបនេះខ្ញុំមិននៅទេឯចំណែកមកជីវតែងតែនិយាយពាក្យចម្លែកតាមទម្លាប់របស់គាត់នៅស្ទើរគ្រប់ទីកន្លែងដែលគាត់ទៅដល់ដូចជានៅសាលារៀនជាដើមធ្វើរឿងកំ pl ែងមានភាពតាក់ទាញនៅក្នុងផ្នែកទេសជនគ្រប់គ្នាអាស៊ីធេនវិញគឺធ្លាប់សម្ដែងនៅក្នុងរឿងលោកម្ចាស់គ្មានអ្នកណាខាត់បាននឹងជ័យលាភីនៅថ្ងៃស្អែកគ្រាន់តែលើឈ្មោះរឿងក៏អាចបង្ហាញថារឿងកំ pl ែងទាំងនេះបានជ្រាបចូលទៅក្នុងបេះដូងប្រជាជនហើយឆ្លុះបញ្ចាំងពីសង្គមពិតនាពេលបច្ចុប្បន្នដែលអាចឲ្យយើងមើលទៅឃើញថារឿងនេះគឺអាចឆ្លុះបញ្ចាំងពីលក្ខណៈជួបគ្នាទៀតហើយប៉ាចិនឆានតែនៅទីនេះហ៎បាទមិនមែនទេគឺថាបាទគឺផ្ទះខ្ញុំនៅទីនេះបងក៏នៅទីនេះដែរមែនទេអត់ទេអ្នកដែលនៅគឺមិត្តប្រុសខ្ញុំគាត់ឈ្មោះឡជើមកជា PD នៅស្ថានីយ៍ទូរទស្សន៍ឯងត្រូវចាត់ទៅក្រុមមួយណាមិនទាន់ដឹងទេអញ្ចឹងហ៎មកផ្នែករបស់ខ្ញុំទៅបាន2នាក់ជាមួយគ្នាមិនដឹងទេថាបងចេញមកវិញហើយនៅមកហើយឡាននេះជាឡានរបស់គាត់នោះហើយមិនឯនោះទេគឺខ្ញុំជាមនុស្សដែលឆាប់បោះបង់ពេលដែលយល់ថាទៅមិនរួចប៉ុន្តែនិយាយទៅថ្ងៃមិញពេលជួបគាត់ខ្ញុំពិតជាភ្ញាក់ផ្អើលគឺស្ទើរលុះព្រលឹងព្រោះខ្ញុំក៏ជាមនុស្សមានសាច់មានឈាមនឹងគេដែរជូនពរឲ្យពួកគេមានស្នេហាស្រស់បំព្រង
ទៅណា ដើរលេងចិត្តនេះប៉ុណ្ណោះ អ្នកណា កុំចង់ដឹង មនុស្សស្រីហ៎អ្នកណាគេហួយជួ នាងកុំចង់ដឹងអី ឯងមិនចង់ឲ្យខ្ញុំដឹងនៅសាសងគ្នានៅទីសាធារណៈទៀតមែនទេហ៎ឯងពិតជាក្រាន់បើមែនណា មើលឃើញហ៎ អ្នកនៅស្ថានីយ៍ទាំងអស់គ្នាអ្នកណាមិនឃើញហ៎ឯងនឹងរៀបការនៅរដូវសឹកខែជ្រុះហ៎ និយាយស្អីរៀបការស្អីគេពួកយើងគ្មានស្អីនោះទេ អូប៉ុន្តែហួយជួបានដើរនិយាយប្រាប់គេថានឹងរៀបការជាមួយឯងឆាប់ៗនេះនាងថានឹងទៅរកឈុតរៀបការទៀតផង អើយមិនក៏នាងនិយាយពាក្យបែបហ្នឹងខ្ញុំបាននិយាយជាមួយនាងច្បាស់ហើយតើ និយាយហើយ និយាយហើយខ្ញុំផ្ញើសារនាងហើយដាច់ខាតជាទីបំផុតពេលនេះខ្ញុំចង់ផ្ដោតអារម្មណ៍លើការងារជាងល្អជាង ចុះក្រោយមក នាងតបសារមកវិញថាអ្នកដែលយកចិត្តទុកដាក់ដូចបងគឺខ្ញុំពេញចិត្តណាស់គ្មានបញ្ហាទេយើងណាត់ជួបគ្នានៅខាងក្រៅក្រុមហ៊ុនក៏បាន ចាំមែនទេ ឃើញទេប្រហែលជាលទ្ធភាពស្វែងយល់របស់នាងមានកំណត់ អេឯងនិយាយអញ្ចឹងអ្នកណាគេស្ដាប់យល់ឯងជាសត្វផ្សោតទេតាក់តងគ្នាតាមរលកធាតុអាកាសហ៎អូបើឯងមិនតាក់តងជាមួយនាងគួរតែនិយាយឲ្យច្បាស់ឲ្យនាងអស់ចិត្តទៅវាត្រូវ ហើយប៉ុន្តែខ្ញុំមិនទាន់ដឹងថាថ្ងៃក្រោយខ្ញុំនឹងជួបមនុស្សបែបណាទៀតទេបើសិនជាពេលនេះបញ្ញាប់ផ្ដាច់ខ្លួនពីនាងពេកខ្ញុំយល់ថាមិនសូវល្អទេដូច្នេះហើយដឹងហើយខ្ញុំនឹងប្រាប់នាង មនុស្សដូចជាឯងអាក្រក់ជាទីបំផុតសម្ដីអាក្រក់មិនហ៊ាននិយាយទុកឲ្យអ្នកដទៃនិយាយជំនួសធ្វើអញ្ចឹងត្រូវទេអេបែកគ្នាក៏ត្រូវទុកកិត្តិយសឲ្យគេដែរដឹងទេ ដឹងហើយនិយាយច្រើនទៅកើតជាប្រពន្ធខ្ញុំហី អេដឹងទេថាជីវភាពតោះខ្លួនមានរបៀបទើបអាចមានភាពជោគជ័យក្នុងការងារ ថាម៉េចអ្នកដែលធ្វើឲ្យជីវភាពរបស់ខ្ញុំច្បោកច្បល់នាងនៅមិនដឹងខ្លួនទេអីហ៎ហុយគឺគេពួកឯងពីរអ្នកគឺជាថ្មដែលពាត់ជើងដ៏ធំបំផុតនៅក្នុងឆាកជីវិតខ្ញុំ ហើយបងហើយតើបងយ៉ាងម៉េចនឹងហើយមើលទៅបងស្រីរំខានទៀតហើយអីហើយបងពិតជាចំមែនហើយបងខ្ញុំរំខានដល់បង3ថ្ងៃខ្ញុំមកម្ដងក៏បានដែរ ហើយ បងគួរតែបណ្ដោយតាមគាត់បន្តិចទៅពួកបងគ្មានរឿយទេ អេគ្មានអីទេ បងនឹងធ្វើមិនក៏ខ្ញុំចុចកណ្ដឹងមុនពេលដែលវាលេងសម្ងាត់ទេខ្ញុំខ្លាចថាបងទាំងពីរកំពុងតែមានអ្វីនៅគ្នាណាហើយខ្ញុំពិតជាខ្វះសុជីវធម៌មែន ឈួតទេ និយាយមែនណាខ្ញុំមិនអាចភ្លេចទេទីនេះដំបងគឺជាផ្ទះរបស់ពួកយើងចង់ទិញមកវិញដោយសារតែនេះជាមធ្យោបាយតែមួយគត់បងត្រូវតែរៀបការជាមួយបងជីនមកឲ្យបាន បើឯងចង់ទិញរកវិធីផ្សេងសំលុយទិញឲ្យបានទៅប្រសើរជាង ហើយបងស្រីក្នុងនាមជាពេទ្យទៅអនាគតខ្ញុំធ្លាប់បាននិយាយហើយសង្គមនៅពេលនេះគឺមិនអាចដូចមុនទេតាមរបាយការណ៍ស្ថិតិបានដឹងថាគ្រូពេទ្យហិរញ្ញវត្ថុមិនសូវល្អទេបងរៀបការជាមួយគាត់ឲ្យលឿនទៅ ឆាប់និយាយពីអត់បានការបែបនេះទៀតទៅនិយាយអញ្ចឹងឯងមានលុយទេ អាចមានទេ ថ្ងៃនេះបងបានបុកត្រូវទ្វារឡានទំនើបមួយមិនដឹងថាត្រូវសងគេប្រមាណនោះទេ ឡានទំនើបមកមនុស្សប្រុសបើស្អាតបងតាមគេទៅ ហើយមិនក៏ឯងចេះតែឲ្យបងតាមស្រឡាញ់គេអញ្ចឹងគេជាក្មេងចំនួនក្រៅអាយុតិចណាប៉ុន្តែវាពិតជាអាចទារលុយពីខ្ញុំមែនទេមិនមែនឡានទេឡានរបស់ប៉ាគេតែអញ្ចឹងលោកប៉ារបស់គេនឹងអាចទាមទារសំណងពីបងដែរទេ អូច្បាស់ជាទីហើយបើមិនទីនាងច្បាស់ជាយល់ថាយើងកំពុងតែមើលងាយនាងជាមិនខានទេប្រកាសជាមិនល្អឡើយបាទប៉ុន្តែគាត់និយាយថាមិនមែនគាត់ជារៀមច្បងហើយក៏លើកលែងឲ្យគាត់ទេគាត់ថាគាត់មិនមែនជាមនុស្សខ្សែលើគេអញ្ចឹងទេ ពិតជាទៀងត្រង់មែន អឺរឿងប្រកាសហើយអត់ត្រូវប៉ាមានមិត្តភក្តិម្នាក់ថាចង់ផ្ដល់ព័ត៌មានឲ្យឯងស្អីទៅគេបើកហាងនំប៉័ងមួយនៅហុងជីតុងតែម្ចាស់ផ្ទះថាចង់ជួលឲ្យហាងទំនិញធំមួយសូម្បីតែសំណងនោះក៏មិនឲ្យប៉ាប្រាប់ខ្ញុំធ្វើអីក៏ព្រោះតែកូនប្រុសប៉ាជា PD ធ្វើការនៅ KBS ចង់ឲ្យចុះផ្សាយលើទូរទស្សន៍ឲ្យណា អើយនោះគឺ MBC តា ដល់ហើយអញ្ចឹងចុះផ្សាយមិនបានទេលោកប៉ាខ្ញុំនៅក្រុមសិល្បៈទេក្រុមសិល្បៈជាស្អី គឺជាក្រុមដែលចាក់ផ្សាយរឿងកំ pl ែងហើយមានតារាមកសម្ដែងរាំច្រៀងជាប្រចាំនោះអី ថាម៉េច
ព្រោះតែគ្មានខ្នងទប់មិនទេរឿងនេះមិនតែតងរឿងនេះទេ អីក្រែកបងមានអ្នកស្គាល់នៅស្ថានីយ៍ KBS ប្រកបដោយគឺជាអ្នកគ្រប់គ្រងសន្តិសុខនៅ KBS បងទូរស័ព្ទឲ្យវាសាកមួយសិនហ៎អើយអាចចង្រៃណាវាយកសម្រាប់មកព្យួរលើឡានរបស់ខ្ញុំអញ្ចឹងអើយពិតជាយ៉ាប់មែនពួកអស់នេះ ពេលនេះមនុស្សឈួតមានច្រើនពិតមែន អូយមើលទៅប្រទេសជាតិពិតជាដុនដាបហើយ អើយអ្នកណាជាអ្នកធ្វើហ្នឹងមកអត់ទាន់វាយឲ្យបាក់ដៃ ឆ្លងកាត់ការដល់ទេសនាពីសម័យនេះហត់ហើយតែពេលនេះខ្ញុំនឹងបែងចែកការងារអ្នកទាំងអស់គ្នាណាហើយជាដំបូងអ្នកទាំងអស់គ្នាត្រូវតែទៅជម្រាបសួរដល់រៀមច្បងដែលគ្រប់គ្រងនៅផ្នែកទាំងអស់ហើយទៅបង្ហាញថ្មីដៃរបស់ពូអ្នកទាំងអស់គ្នាឲ្យអ្នកតំណាងមើលបានល្អទៅខ្ញុំជឿថាអ្នកធ្វើបានល្អបាទបាទលោកចៅយងយានចង់ទៅក្រុមណាដែរក្រុមលីវស៊ីលីទៅក្រុមក្តីសុបិនទៅបាទធាងក្រុមហ្វាងជីលី ចា ចង់ទៅ Happy Together ចា នាងទៅក្រុមរត់លេខ1ទៅ អូខ្ញុំដឹងហើយលោក ហើយយ៉ាងម៉េចមិនចង់មែនទេបន្ទាប់មកគឺបាយចិនឆាន់បំណងឯងទៅក្រុមសម្ដែងមែនទេបាទពិតជាពិសេសមែនឯងនេះហើយនឹងខុសត្រូវណាអ្នកថ្មីដែលចុះឈ្មោះនៅក្នុងផ្នែកនេះឯងជាមនុស្សទី1ហើយព្រោះថាកម្មវិធីនេះគឺពិតជានៅហត់ខ្លាំងណាស់ដឹងទេខ្ញុំនឹងខំព្យាយាមឡោះឯងទៅពីថ្ងៃមួយយប់ទៅក្រុមនេះនៅពេលនេះគឺបរិយាកាសមិនសូវល្អប្រហែលទេអាចទៅជួយផ្ដល់កម្លាំងចិត្តដល់រៀមច្បងទាំងអស់គ្នាទៅដឹងទេបាទខ្លួនថាមិនអាចទៅរួចតែមិនព្រមឈប់ប្រឹងតតែហត់ពេលនេះឈឺចាប់បានសម្រេចហើយសូមមកមនុស្សជំរាបសួរលោកខ្ញុំជាបុគ្គលិកថ្មីឈ្មោះគ្មានអ្នកណាចង់និយាយទេហ៎ទោះយ៉ាងណាក៏គួរតែចូលរួមចំណែកខ្លះទៅឯណាលោកជួយនៅស្ពានមកភូហ៎ នៅស្ពានស៊ីជាង ទៅផ្ទះភូមិជួយនោះធ្វើស្អីអាមិនក៏ឆ្លងកាត់ស្ពាននោះហ៎មនុស្សនេះចម្លែកមែន កៅអីនោះខូចហើយ គួយចេះមើលទេហើយ អត់ទេពេលនោះអ្នកគ្រូអ៊ីក្រែងមានកម្មវិធីកំ pl មួយអញ្ជើញគាត់ឲ្យទៅចូលរួមសម្ដែងតាមមិនដែរទេ ត្រូវហើយ រឿងនេះទេចាំមកប្រាប់គាត់ថាមិនអាចទទួលកម្មវិធីម្ដងតែ2បានទេគួរតែមកធ្វើទេមិនទេលឿនម្ល៉េះពួកឯងធ្វើការមានប្រសិទ្ធភាពតាំងពីពេលណាមកហ៎មិនក៏ធ្វើរឿងដែលមិនធ្លាប់ធ្វើអញ្ចឹងណែអ្នកថ្មីហើយចុះឯងឈ្មោះអីឈ្មោះប៉ាចិនធាន បើអញ្ចឹងឯងនិយាយមើលគួរធ្វើយ៉ាងម៉េចទៅល្អរឿងអី ខ្ញុំនិយាយត្រួតពីស្ថានភាពពេលនេះកម្មវិធីនឹងបិទឆាប់នេះត្រូវការបដូរអ្នកសម្ដែងថ្មីទាំងអស់ធ្វើយ៉ាងម៉េចឲ្យគាត់ទទួលយករឿងនេះបានដែលមិនបាច់ជេរពួកយើងរឿងគឺបែបនេះ មិនទេអ្នកថ្មីនិយាយបានហើយកុំភ័យពីមុនខ្ញុំនិយាយដងទៅ100ដងឯណោះមែនហើយពេលដែលមិនដឹងអ្វីសោះគឺតែងតែនឹកឃើញពីគំនិតល្អៗបើពិតជាអញ្ចឹងមែនយល់ល្អប្រយុទ្ធចំពោះមុខឲ្យពួកគាត់និយាយប្រាប់ពួកគាត់តាមត្រង់អេឯមិនដឹងថាពេលដែលពួកគាត់ជួបជុំគ្នាគួរឲ្យខ្លាចប៉ុណ្ណាទេណែឲ្យឯងនិយាយកុំខ្លាចមិនមែនឲ្យឯងនិយាយផ្ដេសផ្ដាសអញ្ចឹងទេចិត្តបាត់ហើយសូម្បីអ្នកថ្មីក៏រើផ្ដេសផ្ដាសមិនអាចឲ្យអ្នកឆ្លាតទេហ៎ណែយើងរៀបចំកាលវិភាគទៅវាល្អជាងចាំពិភាក្សាទៀត
គ្មានទឹកថ្នាំទេអ្នកថ្មីជួយទៅរដ្ឋបាលយកទឹកថ្នាំមកគឺខ្ញុំនៅក្រុម2ថ្ងៃមកយប់សុបបើកទឹកថ្នាំ មិនបានទេក្រុមនោះខែមុនបានបើករួចហើយ បាទខ្ញុំយល់ហើយ ក៏ប៉ុន្តែពេលដែលប្រកាសរំសាយមិនចង់ឲ្យគេជេរពិតជាសំខាន់តែសំខាន់បំផុតគឺពេលដែលជប់លៀងមិនត្រូវគេពាត់វាយរឿងនេះវាជាហានិភ័យធំណាស់ ហានិភ័យអី រៀបចំកន្លែងការហូបបាយការពីលើកមុនគឺហួងស៊ីហួយហើយនឹងឈីងប៉ាឡោគឺចង់រកកន្លែងក្បាលຕົកទាស់គ្នាសើបាយហាន់ ក្រែងបងប៉ាឡោគឺអាយុច្រើនជាងហ៎ ចៃដន្យណាស់គឺស្មើគ្នា ហួងស៊ីងហួយអះអាងថាថ្ងៃកំណើតគាត់កើតមុនឈីងប៉ាឡូច្រើនណាស់តែឈីងប៉ាឡូយល់ថាខ្លួនឯងចេញមកប្រឡូកវិញហេតុនេះទើបប្រកែកគ្នា ហើយអ្វីក៏ដណ្ដើមគ្នាបើអញ្ចឹងគឺឲ្យបងប៉ាឡោអង្គុយនៅក្បាលតុកទៅហើយរៀបចំឲ្យបងថៃហាវអង្គុយនៅក្បែរបងស៊ីហួយទៅហើយពេលនោះគឺអ្នកដែលអង្គុយក្បាលតុកគឺនិយាយមិនត្រូវទេ ឈប់សិនមកអញ្ចឹងត្រូវរៀបចំទីតាំងរបស់បងហ្វីម្នាក់ទៀតហើយអនុទឹកថ្នាំគាត់ថាខែមុនបានយករួចហើយមិនឲ្យទេអូយសំដីស្អីទៅយើងធ្វើកម្មមិនកើតទេឆាប់ទៅយកភ្លាមមកបាទពេលនេះពួកខ្ញុំត្រូវការទឹកថ្នាំជាបន្ទាន់ ក្លុកនៅ បាទ ទឹកក្លុកហើយនៅ អត់ទេខ្ញុំគ្មានទេ ទៅក្លុកទៅ បាទ បងឈីនប៉ាឡោគាត់ចូលចិត្តបងស៊ីនកិនណាហេតុនេះគាត់ទទួលខុសត្រូវណាស់ បាទបងរឿងនេះមានតែអ្នកមានបទពិសោធន៍ទេទើបទទួលយកបាន ត្រូវហើយពិធីជប់លៀងលើកនេះយើងទៅភោជនីយដ្ឋានដែលដោះស្បែកជើងទៅសូមអ្នកទាំងអស់គ្នាដឹងផងបើមានអ្នកខ្លះនិយាយថាមិនបានប្រាប់ឲ្យពាក់ស្បែកជើងកវែងមកបន្ទាប់មកខឹងពិតជាមានរឿងហើយ នៅមានពេលវេលាញ៉ាំបាយទៀតផងយល់ល្អណាត់នៅពេលដែលពួកគេម៉ាសារួចស្រីៗពេលស្អាតអារម្មណ៍នឹងកាន់តែប្រសើរបើប្រកាសនៅពេលនោះគឺប្រហែលជាឯងទៅទីនោះធ្វើស្អីនឹង គាត់ថាឲ្យខ្ញុំក្លុកទឹកថ្នាំអូយើងបងក្លុកច្រើនដងហើយមិនបាច់ក្លុកទៀតទេ គាត់គឺបងកាយយ៉ាងមីផ្នែករដ្ឋបាលអ្នកដែលមានអំណាចបំផុតនៅក្នុងស្ថានីយ៍ហើយគាត់តែនិយាយថាជាស្ដេចគ្រប់គ្រងរបស់ប្រើប្រាស់អ្នកដែលប៉ះពាល់ដល់គាត់មកទល់នឹងពេលនេះមិនទាន់មានអ្នកណាម្នាក់អាចគេចផុតនោះទេបងស្រី ថ្ងៃនេះប្រាក់ឈ្នួលរបស់ខ្ញុំបានផ្ទេរចូលកងហើយ ឲ្យតែជំនួយការបកគលឲ្យទៀងពេលខ្ញុំមិនដែលអូសបន្លាយពេលមកពីណា អើយដឹងហើយបងស្រីទៀងពេលវេលាណានេះគឺ burger ពិសេសដែលមានចំនួនកំណត់បងហូបរួចនៅ ឯងហូបទៅអាហារខូចសុខភាពបែបនេះខ្ញុំមិនហូបទេក្រុមស៊ុបមែនយកភេសជ្ជៈបណ្ដឹងជាតិពុលឲ្យខ្ញុំមកកែអាមាញ់មិញក្រុមដែលធ្វើបានល្អខ្សែភ្នែកខុសគ្នាមែនត្រូវទេ អញ្ចឹងតាអើយបានជាបងថែរក្សារាងបានស្អាតរបៀបនេះបើសិនជាអញ្ចឹងបន្តិចទៀតចាំខ្ញុំយកដំណាប់ដំឡូងយកមកយ៉ាងម៉េចដែរ អេឲ្យមកមិនបាច់សួរខ្ញុំនោះទេបើសិនជាចង់មកដាក់នៅទីនេះហើយ ខ្ញុំពិតជាមិនភ្លេចនោះទេនេះបងស្រីតែបងស្រីពួកខ្ញុំត្រូវការបើកទឹកថ្នាំមួយដប ប្រើសន្សំផង ដឹងហើយបងស្រីអរគុណ
សុំទោសគឺមកពីខ្ញុំមិនចេះនិយាយដូច្នេះលើកក្រោយគឺខ្ញុំនឹងខិតខំយ៉ាងមិនហើយលោកប៉ាថាយ៉ាងមិនដែរបាទមិននេះខ្ញុំទៅបានទទួលសារមួយលោកប៉ានៅការ៉ាសជួសជុលហើយថ្លៃជួសជុលគឺ830000ប៉ាឯងមិនមែនត្រូវគេកោមិនដាក់ទឹកទេមែនទេគឺខ្ញុំបានន័យថាក្រាស់ឡានមិនមែនមានតែមួយទេទៅកន្លែងផ្សេងគឺអាចនឹងថោកជាងនេះថាមិនត្រូវប៉ាឯងគឺត្រូវគេបោកបាទអញ្ចឹងចាំខ្ញុំសួរប៉ាម្ដងទៀតត្រូវហើយសួរម្ដងទៀតទៅដោះអាវធំចេញពិតជាដូចអ្នកថ្មីមែនណាហើយក៏អាវស្អាតណាស់ពិតជាស្អាតមែនត្រង់នេះប្រឡាក់ទឹកថ្នាំហើយមិនត្រង់ហ្នឹងទេឈឺដែរទេរកគ្នាជាមិត្តសំដីបងស្រាស្រាតែសង្ឃឹមបាទហើយជូតអស់ហើយទូពីពិតតែចាំងបេងដងអរគុណហើយខំចិញ្ចឹមចិត្តស្រមិនអីទេបើប៉ាផ្ញើសារមកត្រូវប្រាប់ខ្ញុំមានលេខខ្ញុំហើយណែបាទមានខ្ញុំមានហើយល្អបើមានបញ្ហាអីប្រាប់ខ្ញុំបានណានេះហត់ហើយ830000អូយពីឌីលោកនាយកចេញមកតែម្នាក់ឯងទេបាទតាមអ្នកតំណាងបៀនមកវិញភាសាទៀតបាទគឺអ្នកតំណាងនៅបរទេសនោះប្រទេសមួយណាបាទបរទេសនោះតើប្រទេសមួយណាអ្នកចម្រៀងកំពុងតែចេញឌីសថ្មីមួយទៀតនៅពេលដែលក្រុមហ៊ុនកំពុងតែរវល់បំផុតនោះខ្ញុំចង់ដឹងថាគាត់ប្រញាប់ទៅបរទេសនោះគឺនៅណាជប៉ុនណាឬមួយគឺគាត់ទៅអាហ្វ្រិកខាងត្បូងបាត់ហើយពេលខ្លឹងក៏ដឹងខ្លួនថាមិនអាចទៅរួចតែមិនព្រមឈប់ប្រឹងតតែហត់ពេលនេះឈឺចាប់បានសម្រេចហើយសូមមកមនុស្សអូយលើកលែងយើងម្ដងទៅអីកញ្ញាលោកថាម៉េចការសម្ដែងក៏ល្អមិនអញ្ចឹងហ៎តែសម្ដែងក៏ពេញចិត្តនឹងការសម្ដែងប្រតិកម្មក៏ល្អដែរត្បិតតែតាមអ៊ីនធឺណិតមានមតិខ្លះមិនល្អស្រាប់មែនតែនេះជារឿងធម្មតាតែប៉ុណ្ណោះទេមិនបាច់មកកោះរឿងឲ្យធំពេកទេខ្ញុំសួរថាអ្នកតំណាងបៀនណែណាលោកនាយកជីងលោកទៅតែធ្វើការទេហ៎សម្ដីកូនក្មេងបែបនេះមិនបាច់រាយការណ៍ប្រាប់ខ្ញុំទេលោកចាត់ការខ្លួនឯងទៅចង់ដកស៊ីឌីចោលមែនទេឲ្យនាងដកទៅយើងនៅមានស្ថានីយ៍ច្រើនទៀតឲ្យឬពេលនេះមិនមែនគេចង់ដកយើងចេញទេគឺយើងទេដែលមិនត្រូវការគេPD ស្ថានីយ៍នោះគិតធ្វើម៉េចក៏អារម្មណ៍អីអ្នកសម្ដែងមិនគួរអារម្មណ៍រឿងនេះទេខ្ញុំដឹងហើយជំរាបសួរល្អណាស់ស៊ីឌីទាំងនេះគឺជាកូនសិស្សថ្មីរាល់ថ្ងៃពួកគេហូបតែដំឡូងតូចមួយដុំប៉ុណ្ណោះព្យាយាមប្រឹងប្រែងសម្រក់រាងកាយសុទ្ធតែខំប្រឹងប្រែងមែនទេចាប៉ុន្តែមិនក៏ទម្ងន់មិនស្រកអញ្ចឹងរាល់ថ្ងៃហូបតែដំឡូងមួយរំគ្រប់រយៈពេល12ម៉ោងយ៉ាងនេះជំនួយការបាទអ្នកតំណាងទៅបើកមើលវីដេអូឃ្លីបនៅហាងទំនិញក្បែរនេះក្នុងពេលមួយអាទិត្យ
រៀបរាប់ឈ្មោះក្មេងដែលទិញមីនំប៉ាវញ៉ាំទាំងអស់មកឲ្យខ្ញុំជាបន្ទាន់ បាទ ក្មេងល្ងងបើចង់ហៅអាហារហូបទ្វារចំហៀងគ្មានកាមេរ៉ាថតនោះទេម្យ៉ាងទៀតបើទ្រាំមិនបានទេក៏ទៅផ្ទះទៅកុំនៅទីនេះទៀតអី បានហើយពេលនេះពួកឯងអាចនិយាយក្នុងចិត្តបានហើយ ចាតែមិនមែនបងទេចំពោះនាង អេស៊ីនឌីឯងឆ្លើយនឹងយើងមកក្រុមយើងមានគ្នា4នាក់ទៅជាក្រុមដែលពេញលេញតែគ្មានឯងយើងទុកជាស្អីវិញ យើងមិនដែលមានកម្មវិធីអីដែលទៅជាក្រុម2ឆ្នាំហើយ ធ្វើអញ្ចឹងរត់តែមន្ត្រីទៀតហើយឯងចង់ផ្ដាច់ខ្លួនចេញពីក្រុមពួកយើងស្មើនឹងចោលរំលាយក្រុមហើយ ខ្ញុំដឹងហើយមួយរយៈនេះមានតែខ្ញុំមានការងារបានដកយកចំណូលទាំងអស់ពីបងទាំង3នាក់ខ្ញុំយល់ត្រូវទេចំពោះចំណុចនេះខ្ញុំសុំទោសមួយរយៈនេះរវល់តែរកលុយគ្មានពេលដើរផ្សារបន្តិចសោះតែបងស្រីវិញអ្នកខ្លះទៅបរទេសអ្នកខ្លះទៅរៀនបន្តជីវិតមានន័យខ្លាំងណាស់ យើងមិនមែនមិនចង់មានការងារទេតែគ្រប់ក្រុមសិតតែរៀបចំស្កេតឌីយោឲ្យឯងតែម្នាក់ប៉ុណ្ណោះ ស្កេតឌីយោបែបណាត្រូវការឲ្យយើងរៀបចំឲ្យពួកឯងទេ ចាគឺកម្មវិធីសម្ដែងអាទិត្យមុនខួបកំណត់ខ្ញុំសូម្បីតែ fan meeting ក៏គ្មានដែរ fan meeting កំណត់ល្អមែនជាថ្ងៃខួបកំណត់ឯងគួរតែធ្វើឲ្យឯងប៉ុន្តែពេលនេះចាប់ផ្ដើមគិតចំណាយហើយស្ដាប់ឲ្យច្បាស់ទៅជួលទីតាំងត្រូវការប្រមាណដែរយ៉ាងតិច500ចង់ជួបអ្នកគាំទ្រត្រូវច្រៀងចម្រៀងហេតុនេះអ្នកលេងភ្លេងត្រូវការយ៉ាងតិច500ទៀតពេលធ្វើកម្មវិធីមានគេណែនាំឯងមិនមែនឯងណែនាំខ្លួនឯងទេត្រូវការវិធីក៏ទេ free មែនទេមិនមែនទេនឹងក៏500បូកចូលគ្នាទៅយ៉ាងតិចក៏1500ដែរប៉ុន្តែយកថាអ្នកគាំទ្រឯងមកប្រមាណអ្នក អ្នកគាំទ្រខ្ញុំយ៉ាងហោចណាស់ក៏មាន300នាក់ដែរ ត្រូវហើយនិយាយត្រូវចុះអ្នកដែលហ៊ានចំណាយលុយវិញនោះកាលពី2ខែមុនមាន8នាក់ប៉ុណ្ណោះនេះជាស្ថានភាពពួកឯងនៅពេលនេះបានន័យថាទៅជប់លៀងវគ្គបញ្ចប់បើគ្មានស៊ីនឌីទេតម្លៃពួកឯងមានតែ300ទេដកពន្ធរួចសល់270ប៉ុន្តែចេញទៅម្ដងយ៉ាងហោច500ដើម្បីរក270ត្រូវចំណាយ500ហ៎ ហេតុនេះហើយគួរតែឧស្សាហ៍ឲ្យពួកខ្ញុំឡើងទូរទស្សន៍ដើម្បីទាមទារតម្លៃ ឯងនិយាយត្រូវណាស់ឡើងទូរទស្សន៍ចង់ឡើងប៉ោះអីឲ្យពួកឯងទៅប្រកួតយកឈ្នះមិនបានឲ្យទៅសម្ដែងត្រូវគេជេរត្រឡប់មកវិញមានមុខមកនិយាយទៀតអ្នកផ្សេងមិនដឹងទេតែខ្ញុំធ្លាប់រត់ប៉ុណ្ណឹងហេតុនេះឯងយកបានលេខ1រាប់ពីក្រោយក្នុងការប្រកួតលើកមុនប្រើខួរក្បាលខ្លះទៅកុំល្ងងពេកក្មេងៗបន្តិចទៀតពេលទៅផ្ទះកំភ្លេចអសោះត្រូវតែយកទៅជាមួយស្អីគេយកខួរក្បាលទៅផងអញ្ចឹងទើបអាចភ្ញាក់រលឹកដឹងខ្លួនខ្លះដឹងទេ បើគ្មានការអីទេខ្ញុំទៅមុនសិនហើយខ្ញុំមានការងារ ទៅចោះប៉ិតជាស្គមពេកហើយស៊ីនឌីរបស់ខ្ញុំបើសិនហត់ពេកទៅពេទ្យពិនិត្យមើលឲ្យពេទ្យចាក់ថ្នាំទៅពេលនេះនៅសល់តែអ្នកគ្រូអ៊ីនីចិនតែម្នាក់ទេ អើយបើខ្ញុំទៅនិយាយអ្នកគ្រូដោយផ្ទាល់ពិតជាមិនល្អនោះទេអ្នកដែលទៅឲ្យគាត់ជួយឲ្យចូលរួមកម្មវិធីនេះគឺខ្ញុំ ក៏ពិបាកនិយាយដែរគាត់ថាខ្ញុំដើរតាមបងស៊ីងហួយតែគាត់មិនសូវចូលចិត្តខ្ញុំទេ ហើយខ្ញុំនេះក៏អញ្ចឹងដែរផ្នែកត្រូវកាត់ចោលខ្ញុំបើជាចាក់ផ្សាយត្រូវគាត់ជេរចិត្តស្លាប់ហើយ ខ្ញុំព្រោះតែរឿងរៀបចំការវិភាគត្រូវគាត់ស្អប់ដល់ឆ្អឹងទៀតផង ខ្ញុំគ្មានហេតុផលអ្វីទេក៏ត្រូវគាត់ស្អប់ដែរដូចជានៅក្មេងហើយស្អាតបន្តិចក៏ត្រូវស្អប់ដែរធ្វើមិនទៅអញ្ចឹងពេលនេះឲ្យអ្នកណាទៅនិយាយទៅ និយាយស្អីគេទៅ សួស្ដីអ្នកគ្រូសួស្ដីអ្នកគ្រូ ស្ដីអ្នកគ្រូ ពួកឯងនៅកន្លែងបែបនេះប្រជុំ
ដូចជាមិនល្អដូចជាការគិតរបស់ខ្ញុំសោះដូចជាមិនសូវល្អទេ អូអញ្ចឹងហេណាគ្រូណាគ្រូមានការអីដែរទៅ ថ្ងៃនេះក្រែងមានពិធីជប់លៀងខួប1ឆ្នាំអីហេតុនេះក្នុងនាមជាអ្នកដែលអាយុច្រើនជាងគេមិនអាចឲ្យកន្លងហួសទៅទេអាហារពេលល្ងាចនេះខ្ញុំជាអ្នក អត់ទេទុកវិញចុះអត់អីទេ អីទេលុយតែ មិនអីទេ ក្រែងកម្មវិធីល្បីព្រោះតែខ្ញុំអីសម្ដែងរឿងរាប់សិបឆ្នាំគ្មានអ្នកណាអាចចំណាំខ្ញុំបានម្នាក់ទេតែកម្មវិធីឯង1ឆ្នាំនៅតាមផ្លូវក៏មានគេចំណាំខ្ញុំពេលនេះសូម្បីតែសិស្សសាលាបឋមនឹងក៏ចំណាំខ្ញុំបានដែរហើយចង្អុលខ្ញុំគួរតែបដៅខ្លះហើយទៅបានក្មេងអស់នឹងមិនស្គាល់ចាស់ទុំសោះទោះយ៉ាងណា PD ក្នុងរយៈពេលកន្លងមកខ្ញុំមិនចាប់អារម្មណ៍លើកម្មវិធីបែបនេះទេតែក្រោយមកទើបខ្ញុំប្រទះឃើញថាខ្ញុំត្រូវចាប់ផ្ដើមចាប់អារម្មណ៍លើវាហើយ ត្រូវហើយអ្នកគ្រូ ហេតុនេះថ្ងៃក្រោយខ្ញុំនឹងប្រឹងប្រែងដូច្នេះហើយបើមានអ្វីចង់ធ្វើប្រាប់ខ្ញុំមកចោះដឹងហើយនៅ បាទ ហើយរឿងដែលហូបបាយនោះចាំពេលក្រោយហូបជុំគ្នាម្ដងរកកន្លែងល្អមួយខ្ញុំជាអ្នកចេញលុយថ្ងៃក្រោយជួបគ្នាណាខ្ញុំមានការងារត្រូវធ្វើទៀត បាទរៀបរៀងអ្នកគ្រូ ដឹងហើយមិនអីទេមើលទៅកំពុងគិតថាចាត់ខ្ញុំទៅកន្លែងចម្លែកណាទៀតហើយ មែនហើយ ថ្ងៃក្រោយជួបគ្នាលា សូមជើញអ្នកគ្រូ លាហើយ ថ្ងៃក្រោយជួបគ្នាអ្នកគ្រូ ជើញ នេះអរគុណ ខ្ញុំខ្ញុំគួរឲ្យខ្លាចត្រង់ណាខ្ញុំពិតជាមិនដឹងខ្លួនមែន តែអ្នកគ្រូមើលទៅគួរខ្លាចណា ហេតុនេះត្រង់ណាខ្ញុំគួរឲ្យខ្លាចត្រង់ណាប្រាប់មកខ្ញុំពិតជាមិនយល់សោះហើយខ្ញុំគួរឲ្យខ្លាចដូចបងស្រីយងលីងទេបងយងលីងគ្រាន់តែមើលគួរឲ្យខ្លាចតែខ្ញុំមិនដូចគាត់ទេហ៎ ថ្ងៃនេះខ្ញុំត្រូវទៅ Fifing ជាមួយនឹង2ថ្ងៃមួយយប់តែពិធីស្វាគមន៍បុគ្គលិកថ្មីបើជានៅឯស៊ីឆាតទៅវិញណាបើជាឯងវិញឯងទៅហូបនៅឯ Fifing ឬក៏ទៅហូបមាន់បំពងនៅអីឆា ទៅទាំងពីរទៅបានហើយ មាន់បំពងទៅយឺតគឺអស់ហើយអ្នកលក់មួយថ្ងៃធ្វើតែ50ក្បាលតែប៉ុណ្ណោះទេមិនក៏ជន់គ្នាអញ្ចឹងណាទោះយ៉ាងណាក៏ត្រូវទៅ Fifing ដែរមកហូបនៅទីនោះថ្លៃក៏ឆ្ងាញ់ តែនៅហាង Fifing នោះគឺដូចជាអាហារបាយគ្នាត្រូវទេពេលនេះគឺពួកគេកំពុងតែមានកំហឹងខ្លាំងណាស់ លឿនអ្នកណានិយាយរឿងអញ្ចឹងពេលណាក៏អាចដឹងមុនគេដែរ បងប្រុសខ្ញុំនេះណាគឺព្រោះតែចេះមើលទឹកមុខទៅមានថ្ងៃនេះ ពាក្យតែប៉ុន្មានមាត់សងឲ្យអារម្មណ៍ខ្ញុំប្រែឈឺដែរទេរាប់គ្នាជាមិត្តសំដីបងស្រាលតែសង្កត់ធ្ងន់លើចិត្តទូពីពិតតែចាំងបេងដូងខំចិញ្ចឹមចិត្តស្រឡាញ់ក្នុងមួយជីវិតអូ